មេតបរដ្ឋថៃភូមិភាគ2ដែលទើបនឹងឡើងកាន់តំណែងបានប្រកាសទុកពេល24ម៉ោងដើម្បីវាយយកប្រាសាទតាកបីនិងប្រាសាទខ្នាណានេះគឺជាអ្វីដែលជាការបង្កហេតុមានន័យថារដ្ឋមន្ត្រីការបរទេសថៃបានទៅប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយដាក់ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីម្សិលមិញត្រឡប់មកវិញបែរជាទាហានភូមិភាគ2ប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជារយៈពេល24ម៉ោងទៀតដើម្បីវាយយកប្រាសាទខ្នានិងប្រាសាទតាកបីបាទឥឡូវបងប្អូនយើងមើលយើងទៅស្ដាប់យ៉ាងម៉េចបើរដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលនិយាយផ្សេងរដ្ឋាភិបាលថៃណាទាហានថៃនិយាយផ្សឹងតើប្រទេសមួយនេះគ្រប់គ្រងរដ្ឋដោយរបៀបណាណាគ្រប់គ្រងរដ្ឋដោយរបៀបណាឥឡូវនេះមេភូមិភាគគេប្រកាសធ្វើសង្គ្រាមណាវាយយកប្រាសាទខ្នាប្រាសាទតាកបីបាទនេះគឺជាការប្រកាសបំពេញលើបទចុះបាញ់គ្នារំលោភធម្មនុញ្ញអាស៊ានរំលោភច្បាប់អន្តរជាតិណាយើងឃើញហើយយើងអត់មានដែលទៅឈ្លានពានគេទេប្រាសាទតាកបីជារបស់ខ្មែរ